ទស្សនិកជនទាំងអស់គ្នានេះគឺជាហលហ្គោហួរឈុតឆាកនៅឯការប្រកួតកីឡាអូឡ িম্প ិកនៅក្នុងការប្រកួតនេះជាមួយនឹងការការពារផ្ទាល់ខ្លួនរបស់ពួកគេគោលបំណងចម្បងគឺការការពារការស្មើទល់នឹងគូប្រកួតគឺជាលទ្ធផលដែលអនុញ្ញាតឲ្យពួកគេឡើងទៅវគ្គផ្ដាច់ព្រាត់និងប្រកួតប្រជែងវាមកុដសេះដ៏អស្ចារ្យគ្រូបង្វឹកកុំបារម្ភអីខ្ញុំអាចឈ្នះបានអ្នកពូកែខាងការប្រកួតប្រជែងប៉ុន្តែព័ត៌មានលម្អិតគឺសំខាន់មានច្រើនពេកខ្ញុំទើបតែមើលឯកសារមួយករណីសិក្សានៅខាងក្នុងមានលក្ខណៈទូលំទូលាយបញ្ហាមួយចំនួនអាចត្រូវបានជៀសវាងប៉ុន្តែពេលវេលាមានកំណត់ហើយខ្ញុំមិនអាចហើយសង្ខេបនឹងធ្វើព័ត៌មានលម្អិតជាមួយអ្នកផ្នែកនេះត្រូវបានវិភាគដូច្នេះសូមផ្ញើឯកសារមកខ្ញុំតើវាអាចទៅរួចដោយរបៀបណាវាលឿននិងវិជ្ជាជីវៈមិនគួរឲ្យជឿជាការពិតណាស់យើងប្រើកម្មវិធី Quick App សេចក្តីសង្ខេបឯកសារ A ចំណាត់ថ្នាក់ឆ្លាតវៃវិភាគសេចក្តីសង្ខេបដើម្បីគ្រប់គ្រងការសាកសួរលម្អិតបន្ថែមពួកគេបានទៅអស់ហើយមានរឿងអ្វីកើតឡើងហេតុអ្វីបានជាមនុស្សម្នាក់នេះមើលទៅដូចខ្ញុំម្ល៉េះចូលមានចិត្តស្លូតបូតចុះក្មេងកំព្រានៅជនបទខ្ញុំមិនបានចិញ្ចឹមអ្នកគ្រប់គ្រាន់ទេតែដងនោះមើលទៅឆ្ងាញ់ណាស់សម្រាប់ខ្ញុំដើម្បីទៅដល់ព្រលានយន្តហោះទុកឲ្យតែប៉ះនាងទៅអ្នកពិតជាមនុស្សដែលមានថាមពលខ្លាំងមែនបន្ទាប់មកអ្នកបានសន្យាជាមួយពួកគេថាអ្នកនឹងត្រឡប់មកវិញសិតទទួលបានការចូលរួមកុំបារម្ភអីមនុស្សអាក្រក់នោះបានប្រែជាអាក្រក់ហើយខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅលក្ខណៈសម្បត្តិពិតសម្លាញ់អ្នកល្អចំពោះខ្ញុំណាស់តើអ្នកនឹងរាយការណ៍អំពីខ្ញុំដោយរបៀបណាជាការពិតណាស់ពីឈ្វេងឈួនឆេឈួនម្នាក់ក្នុងចំណោមអ្នកគឺជាមិត្តល្អបំផុតរបស់ខ្ញុំអូនសម្លាញ់ម្នាក់ក្នុងចំណោមពួកគេគឺជាមិត្តប្រុសរបស់ខ្ញុំតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរតើពួកគេអាចមានទំនាក់ទំនងស្នេហានៅពីក្រោយគឺជាក្រុមហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសយើងម្ចាស់ឲ្យមនុស្សអាក្រក់គ្មានតម្លៃតើនាងសំនឹងទទួលបានបងប្រុសឈួនទេគាត់បានតាក់ទងអ្នកប៉ុន្តែដោយសារតែគាត់ចង់ស្វែងរកគ្រាន់តែជាអ្នកមើលថែក្មេងឥតគិតថ្លៃម្នាក់អ្នកក៏គិតដូច្នេះដែរមែនទេអ្នកគិតថាអ្នកស្អាតដូចទេវតាមែនទេតើអ្នកបានធ្វើវាទេចាប់តាំងពីអ្នកបានរកឃើញវាមកខ្ញុំអាចលើកលែងទោសបាបរបស់ខ្ញុំបានឥឡូវនេះចេញទៅបាទប៉ុន្តែកន្លែងនៅក្នុងការប្រកួតគឺជារបស់ខ្ញុំយើងនឹងប្តឹងឧទ្ធរណ៍ហើយកុំគិតពីការដកយកវាពីយើងអីតាជាវតើអ្នកមានអ្វីផ្សេងទៀតដែលត្រូវនិយាយទេតាមពិតទៅខ្ញុំចង់សម្លាប់អ្នកប្រយ័ត្ននោះហើយជាអ្វីដែលខ្ញុំបានឃើញជីតារបស់ខ្ញុំធ្វើពួកវាខូចអស់ហើយទុកឲ្យតែសម្រុំសម្រាប់ការប្រើប្រាស់អ្នកគឺជាក្រុមហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសយើងខ្ញុំចង់សម្លាប់អ្នកប្រយ័ត្នឈីឈួនអាម៉ាស់មានរឿងអ្វីកើតឡើងលើហេតុអ្វីបានជាអ្នកចង់សម្លាប់ខ្ញុំអាចធ្វើដំណើរតាមពេលវេលាបានទេតើខ្ញុំអាចធ្វើដំណើរតាមពេលវេលាបានទេខ្ញុំមិនទាន់តើបងប្រុសឈួនដែលរឹងមាំមិនគួរឲ្យជឿអាចរស់រានមានជីវិតដោយរបៀបណាធ្វើវាទៅប្រាប់គាត់ពេលគាត់ភ្ញាក់ពីដំណេកបុរសម្នាក់នោះដែលមាននាមត្រកូលថាហ៊ូហ៊ីវយើងទាំងអស់គ្នាលែងបារម្ភពីគាត់ទៀតហើយដោយសារតែខ្ញុំតែជាប្រឆាំងនឹងបុរសដែលមាននាមត្រកូលហ៊ូបន្ទាប់ពីចាញ់បុរសដែលមាននាមត្រកូលហ៊ូសូមបញ្ជូនគាត់មកទីនេះវាគ្រាន់តែដោយសារតែក្រុមហ៊ុនទាំងពីរនេះខ្ញុំធូរស្រាលចំពោះមិត្តភាពរបស់យើងប៉ុន្តែអន្តភាពតែងតែជាគ្រោះថ្នាក់ដែលលាក់កំបាំងតើអ្នកភ្ញាក់ផ្អើលនឹងចិត្តណារបស់គាត់ទេវាមិនគួរឲ្យភ្ញាក់ផ្អើលទេដែលគាត់ខ្លាចស្លាប់អ្នកឆ្មើងឆ្មៃណាស់ខ្ញុំជាមនុស្សល្ងងខ្ញុំមិនមែនខ្ញុំដឹងថាអ្នកខឹងនឹងខ្ញុំប៉ុន្តែពេលនោះអ្នកនៅឆ្ងាយរួចទៅហើយសូមអភ័យទោសឲ្យខ្ញុំផងបើមិនដូច្នោះទេខ្ញុំនឹងវាយអ្នកខ្ញុំធ្លាប់តែជាមនុស្សឥតប្រយោជន៍ខ្ញុំគ្រាន់តែអ្នកនឹងរកមិនឃើញពាក្យសប្បុរសណាមួយឡើយប្រសិនបើយើងមិនទម្លាក់កន្ទុយចុះលើកនេះទេ
តើយើងគួរប្រយុទ្ធឬអត់មែនហើយយើងទាំងអស់គ្នាពិតជាធ្វើដូច្នេះមែនបងឈូនគ្រាន់តែលេងសើចជាមួយបងទេអ្នកបានបំបែកមិត្តប្រុសរបស់អ្នកនៅទីបំផុតវានៅតែជាអ្នកដែលមានអារម្មណ៍ជឿចាប់បំផុតអ្នកទាំងអស់គ្នានិយាយត្រូវហើយមែនទេអាមនុស្សឆ្មើងឆ្មៃតែបៃតងវេឡោស៊ាឈៀវអូខ្ញុំជារបស់អ្នកនឹងមិនអត់ទោសឲ្យមិត្តល្អបំផុតរបស់អ្នកទេសូមអភ័យទោសឲ្យខ្ញុំផងខ្ញុំខឹងខ្លាំងណាស់ខ្ញុំសុំទោសប៉ុន្តែខ្ញុំបានធ្វើវាដោយចេតនាចរិតនិងចរិតរបស់អ្នកធ្វើឲ្យមនុស្សមានចរិតបែបនេះទោះបីជាអ្នកធ្វើឲ្យខ្ញុំពិបាកក៏ដោយ CEO តើអ្នកអាចនិយាយបែបនោះអំពីឆ្លាញ់យ៉ាងដូចអ្នកគួរតែសុំទោសនាងភ្លាមគាត់មិនមែនជាមិត្តប្រុសរបស់ខ្ញុំនៅទីនេះទេកុំពុតកែងដៃរបស់អ្នកចេញទៅក្រៅផ្លិចឆ្កែពីក្បាលរបស់អ្នកចោលទៅខ្ញុំតើបុរសនិងស្ត្រីបានធ្វើអ្វីខ្លះប្រេងនិងអំបិលអ្នកមិនចូលទៅទេមែនទេតើអ្នកកំពុងធ្វើអ្វីនេះជាមន្ទីរពេទ្យខ្ញុំបានផ្ទេរមនុស្សគ្រប់គ្នាចេញរួចហើយដូច្នេះអ្នកអាចទោះបីជាខ្ញុំស្លាប់នៅទីនេះក៏ដោយក៏គ្មានអ្នកណាដឹងដែរអ្នកបានរកឃើញថាការចុចរបស់ដែលគ្មានប្រយោជន៍នេះជាការប៉ុនប៉ងឃាតកម្មនោះជាបទឧក្រិដ្ឋដ៏សាហាវយង់ក្នុងអ៊ីឈីកូត្រូវតែស្លាប់នេះគឺជាឃាតកម្មយ៉ាងច្រើនបំផុតវាជាគ្រោះថ្នាក់ព្យាបាលដោយចលនាឈប់វាទៅអ្វីមិនអីទេមែនទេពន្លឺតើពួកគេហ៊ានធ្វើផែនការអ្វីទាំងកណ្ដាលថ្ងៃតើគ្មានច្បាប់នៅសល់ទេឬ COO អ្វីទៅជាមិនសមហេតុផលខ្ញុំទៅតែនិយាយច្បាស់ណាស់ដោយសារតែខ្ញុំខ្វល់ពីអ្នកហើយខ្ញុំខ្លាចអ្នកខ្ញុំនឹងគ្រប់អ្នកដោយភួយប្រសិនបើវាត្រជាក់លោកមូខ្ញុំសុំទោសដែលធ្វើឲ្យអ្នកសើចអ្នកក៏ដឹងដែរថា COO ជារឿយនេះជាអ្វីដែលខ្ញុំគិតដោយពិចារណាលើស្ថានភាពបច្ចុប្បន្នរបស់នាងបើឯងនៅតែខឹងទៀតយើងចេញទៅឥឡូវនេះឈប់សិនអ្នកត្រូវគេធ្វើបាបបែបនេះខាងគួរតែជ្រើសរើសអភ័យទោសឲ្យនាងនេះគ្រាន់តែជាការទះកំភ្លៀងពីយន្តលើកដៃរបស់អ្នកប៉ុណ្ណោះមានតែអ្នកទេដែលដឹងពីរបៀបលក់ទំនិញតាមចិញ្ចើមផ្លូវនៅពេលដែលទារកតែងតែនៅលើខ្លួនរបស់អ្នកនេះជាអ្វីដែលអ្នកបានផ្ដល់ឲ្យយើងនៅពេលយើងជួបគ្នាដំបូងខ្ញុំកំពុងប្រគល់អំណោយរបស់ខ្ញុំទៅអ្នកវិញឥឡូវនេះចូលយើងបែកគ្នាមិនអីទេកុំស្ដាយក្រោយអីដោះស្រាយបញ្ហាសម្រាមពីរអ្នកគិតថាមានផ្កានៅលើមុខខ្ញុំមែនទេអ្នកនៅតែមានភាពក្លាហានក្នុងការលេងសើចនៅទីនេះមែនទេតើអ្នកដឹងទេថាការជ្រើសរើសចាក់ចេញពីខេត្តតើលោក Trump នឹងប្រឈមមុខនឹងផលវិបាកអ្វីខ្លះកុំនិយាយពីគាត់ផងគូស្នេហ៍កាលពីកុមារភាពនេះពិតជាស្រស់ស្អាតណាស់ល្អណាស់នៅក្មេងខ្ចីបែបនេះនាយកប្រតិបត្តិនៃក្រុមហ៊ុន Hugh Group វាទាំងអស់ជាកំហុសរបស់ឈីឈួនមនុស្សល្ងងនោះបុរសនោះនឹងមិនលុបចោលការភ្ជាប់ពាក្យឬគាត់ថែមទាំងហៅគាត់ថាជាមនុស្សល្ងងទៀតផងឯងកំពុងរអ៊ូទាំរឿងអ្វីអាចឆ្កែស្អុយនឹងគ្មានអ្វីទេអរគុណដែលនាំខ្ញុំមកទីនេះមន្ទីរពេទ្យបានមកជួយសង្គ្រោះឆ្កែរបស់ខ្ញុំគិតថាអ្នកយកខុសហើយគ្រោះថ្នាក់ដែលខ្ញុំបានបង្កឡើងខ្ញុំមិនមានពេលសងសឹកតតែសោះតើខ្ញុំអាចឲ្យអ្នករួចខ្លួនពីរឿងនេះបានដោយរបៀបណាយ៉ាងនេះស្លាប់ទៅព្រះឲ្យនោះជាការពិតឆ្កែវង្វេងនោះគួរឲ្យស្អប់ខ្ពើមណាស់វាជាការល្អបំផុតក្នុងការនៅឲ្យឆ្ងាយពីគាត់នៅពេលក្រោយខ្ញុំគ្រាន់តែនិយាយអំពីមនុស្សល្ងងនោះតើផលវិបាកនៃការបែកបាក់មានអ្វីខ្លះឈីឈួនគឺជាសមាជិកនៃក្រុមជម្រើសជាតិចិនគ្រូបង្វឹកអាចទាញបានខ្ញុំចង់អង្វរអ្នកដោយមិនខ្មាស់អៀនអ្នកស្ម័គ្រចិត្តលះបង់លើកនេះកូតាលើកលែងសម្រាប់ការប្រកួតកីឡាអូឡ িম্প ិកចិនគាត់សុបិនថាឥឡូវនេះអ្វីដំណើរការទៅដោយរលូនអ្នកជាអ្នកជ្រើសរើសហើយក៏បាំងមុខរបស់គាត់ចេញហើយគាត់ខ្ញុំមិនចាំបាច់អង្វរអ្នកទេខ្ញុំនឹងបើកឡានអ្នកចេញទៅគ្រាន់តែចាក់ចេញពីក្រុមជម្រើសជាតិតើនោះមានន័យថាខ្ញុំនឹងមិនអាចចូលរួមក្នុងការប្រកួតកីឡាអូឡ িম্প ិកចិនបានទេធ្វើវាបានទេពិភពលោករបស់ខ្ញុំគ្រាន់តែខ្វះអ្វីមួយពិធីប្រកួតរង្វាន់នេះទទួលបានជោគជ័យយ៉ាងត្រូវបានបង្ខំឲ្យចូលរួមក្នុងហួរអូឡ িম্প ិកនឹងបំពេញបន្ថែមការសោកស្ដាយរបស់ខ្ញុំ
ទោះបីជាអ្នកបានទៅក៏ដោយអ្នកគ្រាន់តែជាអ្នកឈោមមើលប៉ុណ្ណោះតើអ្នកគិតថាអ្នកជានរណាដោយគ្រាន់តែជាអ្នកដើរលេងធម្មតាម្នាក់ខ្ញុំពិតជាអស្ចារ្យណាស់នៅក្នុងโลกនេះឥឡូវនេះខ្ញុំចាំថាសមត្ថភាពកប់ចិត្តមនុស្សរបស់អ្នកគឺខ្សោយណាស់អ្នកគឺជាបុគ្គលអង្គភាពដ៏ធំបំផុតនៃការប្រកួតកីឡាអូឡ িম্প ពិកអាចទទួលបានការឧបត្ថម្ភវាអាស្រ័យលើអ្នកក្នុងការទទួលបានកន្លែងមួយនៅក្នុងការប្រកួតមានរឿងអ្វីកើតឡើងមិនអីទេតោះយើងភ្នាល់ខ្ញុំភ្នាល់ថាអ្នកនៅតែស្រឡាញ់គាត់បងប្រុសរបស់ខ្ញុំដើម្បីជាប្រយោជន៍ដល់គូស្នេហ៍កុមារភាពរបស់យើងសូមជួយខ្ញុំឲ្យចេញពីស្ថានភាពនេះខ្មោចវង្វេងឲ្យអ្នកគ្រាន់តែខ្ញុំអាចទទួលយកបានទាំងអស់នោះឬដូច្នេះខាងហៅឥឡូវនេះអ្នកវាដូចជាគាត់បានក្លាយជាមនុស្សផ្សេងមិនថាអ្នកធ្វើអ្វីក៏ដោយវាអាចធ្វើឲ្យខ្ញុំបោះបង់ចោលការសងសឹកលើអ្នកវាសាមញ្ញណាស់ប្រសិនបើអ្នកចង់មានកន្លែងមួយនៅក្នុងការប្រកួតការជាមួយខ្ញុំតែម្នាក់ឯងកំណាញ់គ្រាន់តែចង់សងសឹកមិនអីទេបើខ្ញុំមិនទៅឋានរោគតើអ្នកណានឹងទៅពន្ធនាគារលើកនេះខ្ញុំគ្រាន់តែជាអ្នករងទុក្ខប៉ុណ្ណោះតើអ្នកកំពុងរអ៊ូទាំអំពីអ្វីខ្ញុំចង់មានន័យថាការអាចរៀបការជាមួយអ្នកគឺពិតជាខ្ញុំសប្បាយចិត្តណាស់កុំល្ងងអីលោកហ៊ូតោះទៅខ្ញុំចាំថាអ្នកបាននិយាយអ្វីមួយអំពីសេចក្តីស្លាប់ពីមុនខ្ញុំមិនអង្គុយនៅទីនេះទេមនុស្សអាក្រក់ឲ្យរថយន្តរកវិធីដើម្បីត្រឡប់ទៅវិញដោយខ្លួនឯងអូត្រូវហើយបើកបរមនុស្សវិកលចរិតបន្ទាប់ពីខ្ញុំបានបញ្ចប់ការចូលរួមកិច្ចប្រជុំយល់ខ្ញុំកំពុងលែងលះអ្នកឥឡូវនេះខ្ញុំចិត្តលែងលះគ្នាហើយខ្ញុំនឹងផ្សាយផ្ទាល់ខ្លួនឯងដោយលេបដាវសូមក្រឡេកមើលដាវសូមក្រឡេកមើលដាវធ្វើបានល្អណាស់អ្នកមានជំនាញខ្លះហើយអាយ៉ាប្រពន្ធរបស់អ្នកគឺជារឿងមួយផ្សេងទៀតតាមពិតទៅខ្ញុំនឹងហាត់ដោយសារមនុស្សពិតនៅទីនេះសូមនៅជាមួយខ្ញុំការអនុវត្តហេតុអ្វីបានជារបងរបស់អ្នកល្អម្លេះជំនាញវាយកូនសោរបស់អ្នកពិតជាអស្ចារ្យបានរៀនរឿងនេះណែណាពួកគេស្ទើរតែឈានដល់កម្រិតជើងឯកពិភពលោកតើអ្នកអាចបង្រៀនខ្ញុំបានទេអ្នកយកខុសហើយខ្ញុំមិនដែលធ្វើបែបនោះទេរបងអ្វីវាគ្រាន់តែជាការគេចវាដោយជីវិតវាម្យ៉ាងទៀតខ្ញុំបានមករកអ្នកដើម្បីប្រាប់អ្នកថាថ្ងៃស្អែកមានពិធីជប់លៀងផឹកស៊ីដែលអ្នកត្រូវចូលរួមដោយវិធីនេះអាហារនិងស្រាទំពាំងបាយជូរមានរសជាតិខ្លាំងបើអ្នកមិនចង់បង្រៀនទេកុំបង្រៀនអីតាមគំនិតខ្ញុំតើខ្ញុំនឹងទទួលបានកន្លែងមួយនៅក្នុងការប្រកួតនៅពេលណាយ៉ាងហោចណាស់មិនដូចអ្នកឥឡូវនេះទេនៅពេលដែលបើអ្នកអាចផ្គប់ចិត្តខ្ញុំបានខ្ញុំនឹងធ្វើពួកគេនឹងផ្ដល់ឲ្យអ្នកនៅកន្លែងមួយខាងអោអ្នកពិតជានៅបានយូរអង្វែងមែនឲ្យខ្ញុំញ៉ាំការ៉េមត្រជាក់មួយដុំយូមិញយ៉នគឺជាមនុស្សទន់ជ្រាយគាត់មិនព្រមញ៉ាំទេគាត់គ្រាន់តែដូចជាក្មេងស្រីតូចដែលមានចរិតគួរឲ្យខ្លាចកុមារតើខ្ញុំគួរធ្វើអ្វីខ្វកដែលជាម៉ាស៊ីនស្វែងរករបស់អ្នកអាចឆ្លាតវៃវាអាចរៀបចំខ្លឹមសារពីអ៊ីនធឺណិតទាំងមូលបានយ៉ាងឆាប់រហ័សបង្កើតចម្លើយដែលមានគុណភាពខ្ពស់យ៉ាងឆាប់រហ័សសម្លាញ់របស់ខ្ញុំកំពុងពឹងផ្អែកលើអ្នកអាយ៉ាលំអិតម្លេះវាហាក់ដូចជាខ្ញុំត្រូវចម្លងបន្ទាត់ពី3បន្ទាត់យ៉ាងរហ័សហើយទៅក្រៅហើយសាកល្បងវាចលនាចុងក្រោយដើម្បីបង្កើនប្រសិទ្ធភាពរបៀបបណ្ដេញកូនដែលបះបោរគំនិតគឺដើម្បីបង្កើនប្រសិទ្ធភាពរៀបការជាមួយគាត់ក្នុងដែនកំណត់មិនមែនគ្រាន់តែចង់ឲ្យអ្នកបញ្ជាខ្ញុំទេបន្ទាប់មកខ្ញុំនឹងរៀបការជាមួយគាត់ដោយស្ដាប់បង្គាប់វាពេញចិត្តគាត់យ៉ាងខ្លាំងហ៊ូមីងជុនមិននៅទីនេះទេតើអ្នកលួចចូលក្នុងបន្ទប់គេងរបស់ខ្ញុំមែនទេទៅចុះនាងមិនត្រឹមតែមានរូបរាងស្អាតប៉ុណ្ណោះទេខ្ញុំគិតថានាងមានរូបរាងល្អអ្នកមានថ្ងៃដ៏វែងឆ្ងាយនិងហត់នឿយដូច្នេះខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅការព្យាបាលដោយយ៉ាសាដើម្បីសម្រាប់អ្នកឥឡូវនេះទេតើអ្នកបានលាងចានហើយឬនៅខ្ញុំក៏បានលាងទូផងដែរលាងសម្អាតចានដែលមានធូលីទាំងអស់តើអ្នកធ្លាប់ជូតវាម្ដងទេសូម្បីតែទីធ្លាក៏ត្រូវបានអូសទាញដែរតើពេលណាទើបអ្នកក្លាយជាមនុស្សស្អាតខ្វកហាក់ដូចជាស្ដាប់បង្គាប់ណាស់ការណែនាំនេះដំណើរការបាន
កុំបារម្ភអីចាប់ពីពេលនេះទៅខ្ញុំនឹងស្ដាប់អ្វីដែលអ្នកនិយាយអ្វីអ្នកប្រាប់ខ្ញុំឲ្យខ្លះទីខ្ញុំពិតជាមិនខ្លះទីមែនទេតើអ្នកមិនអាចញ៉ាំបានទេអ្នកអនុញ្ញាតឲ្យហ៊ីវម៉េងចំអិនសាច់ក្នុងឆ្នាំងអ្នកបានទៅទិញរបស់សម្រាប់គូប្រជែងស្នេហារបស់អ្នកនៅស៊ីជួនឯងមិនខ្លាចគាត់នឹងដឹងហើយវានឹងពិបាកទេតើអ្នកនឹងអនុញ្ញាតឲ្យគាត់ទៅឥឡូវនេះទេគាត់ធ្វើអ្វីដែលខ្ញុំប្រាប់គាត់ឲ្យធ្វើគាត់ពិតជាមិនហ៊ានរើឡើយបើខ្ញុំខ្លាចសំបីតែបន្តិចខ្ញុំនឹងទៅរកបេះដូងគាត់នឹងធ្វើចលនាមួយប្រសិនបើគាត់ធ្វើពុតជាខ្ញុំមិនហ៊ានចេញទេសូមកុំចេញទៅណាខ្ញុំមិនទាន់បានព្យាបាលអ្នកដោយ gas នៅឡើយទេបច្ចេកទេសនេះល្អណាស់អ្នកមិនកាត់សរីរាង្គទេទៅឆ្ងាយមែនទេតាក់ខ្ញុំចុះឲ្យបង្កើតឈុតឆាកមួយគ្រប់គ្រាន់ហើយឬនៅគ្មានអ្វីដែលហៅថាគ្មានអ្វីដែលគ្មាននោះសូម្បីតែពេលខ្ញុំធ្វើបាបអ្នកដទៃក៏ដោយខ្ញុំនៅតែអ្នកនៅតែនឹកខ្ញុំបន្ទាប់ពីរយៈពេលនេះទេអញ្ចឹងអ្វីទៅអ្នកគ្រាន់តែចង់ជួបខ្ញុំមែនទេតើមានអ្វីខុសជាមួយរូបរាងនេះបើពេញចិត្តហើយគ្រាន់តែប្រាប់ខ្ញុំពីរបៀបធ្វើវាប៉ុន្តែអ្នកមិនអាចចំអកខ្ញុំបែបនោះទេកន្លែងនេះសំខាន់សម្រាប់ខ្ញុំវាពិតជាសំខាន់ណាស់ប៉ុន្តែវាមិនមានអ្វីតាក់ទងនឹងខ្ញុំទេអ្នកមិនមែនជាមនុស្សតែម្នាក់គត់ដែលនឹកមនុស្សហើយព្យាយាមបិទបាំងវានោះទេមនុស្សមិនវិនិច្ឆ័យឬបង្ខំទេខ្ញុំខឹងនឹងខ្លួនឯងណាស់ថាងស្ងប់ចិត្តទៅអ្វីដែលនាងទើបតែនិយាយតើអ្នកចង់មានន័យយ៉ាងណាដោយពាក្យទាំងនោះតើអ្នកកំពុងប្រមាថខ្ញុំមែនទេខ្ញុំមិនមានបំណងឲ្យអ្នកជេរខ្ញុំទេណានជីងមិនចាំបាច់ភ័យស្លន់ស្លោទេសូមប្រើប្រាស់ Quark A លទ្ធផលស្វែងរកដែលរៀបចំដោយ A ត្រូវបានរក្សាទុកនៅអឺរ៉ុប Rong Shao Show គឺជាចម្លើយដែលអ្នកកំពុងស្វែងរកពិតណាស់ពួកគេកំពុងប្រមាថខ្ញុំចាប់លោកហ៊ីវអ្វីដែលអ្នកទើបតែនិយាយអំពីថេងតើអូស្ត្រាលីជាក្រុមដែលធ្លាប់លេងឲ្យក្រុមជម្រើសជាតិពីមុនមែនទេល្បែងកាំភ្លើងចំពោះរឿងរបស់អ្នកជាមួយគាត់យើងទុកវាត្រឹមនឹងចោះខ្ញុំដឹងបន្តិចកុំបារម្ភអីយើងយល់ពីអ្វីដែលអ្នកចង់មានន័យបងប្រុសជួនលោកប្រធានាធិបតីហ៊ូមិនដែរតើអ្នកមិនទៅចូលរួមពិធីជប់លៀងផឹកស៊ីបែបនេះទេតើគាត់ប្រហែលជាកំពុងកំណត់គោលដៅមកលើយើងមែនទេណៃមិនអាចទៅរួចទេពួកគេបានផឹកស្រាច្រើនជុំរួចហើយគាត់ពួកគេមិនបានសំបីតែសម្លឹងមើលមកយើងផងពួកគេប្រហែលជាកំពុងរត់គេចខ្លួនម្ដងទៀតបន្ទាប់ពីស៊ីរំពាត់ហើយគាត់ចង់ប្រាហ៊ូពួកគេនឹងមកសងសឹកគាត់មនុស្សល្ងងនោះបានចាក់ចេញមុនអ្នកក៏ត្រូវបានបណ្ដេញចេញពីប្រទេសដែរក្រុមឥឡូវនេះពួកគេបានធ្វើឲ្យប្រធានាធិបតីហ៊ូអាអន់ចិត្តរហូតដល់ស្លាប់គុំគិតចង់នៅក្នុងរង្វង់នេះឲ្យសោះក្មេងនោះបានច្របូកច្របល់លោកហ៊ូកុំបារម្ភអីគាត់នឹងមិនធ្វើវាម្ដងទៀតទេដើម្បីរស់រានមានជីវិតក្នុងវិស័យនេះការងារប្រភេទនេះទោះបីជាអ្នកជាសម្រាមក៏ដោយក៏អ្នកមិនយកស្បែកជើងខ្ញុំដែរពឹងផ្អែកសម្រាមទាំងអស់អាចកែច្នៃឡើងវិញបានកម្រិតធំសិក្សារបស់គាត់គឺនេះជាការអាម៉ាស់មួយសម្រាប់ប្រទេសចិនអ្នកទាំងអស់គ្នានៅទីនេះតើអ្នកទាំងអស់គ្នាគិតយ៉ាងណាចំពោះអ្វីដែលខ្ញុំបាននិយាយត្រូវទេអ្នកហ៊ីវម៉េងជិនខ្ញុំដូច្នេះខ្ញុំបានមកទទួលអ្នកដោយសប្បុរសអ្នកនៅក្នុងរោងមហោស្រពមនុស្សកំពុងនិយាយអាក្រក់ពីខ្ញុំមែនទេពិតមកទៅខ្ញុំនៅទីនេះហើយខ្ញុំបានផឹកស្រាអស់ហើយខ្ញុំមានសំណើតែមួយគត់នេះជាលក្ខណៈសម្បត្តិសម្រាប់ការចូលរួមក្នុងសន្និសីទចិនអាចបង្ហាញរឿងនេះទៅលោកថេងបានទេគាត់បានមកថ្ងៃនេះដើម្បីជួយខ្ញុំស្វែងរកបុរសដែលសមរម្យហេតុអ្វីតើខ្ញុំយល់ច្រឡំគាត់ទេលោកហ៊ូលោកមិនមែនជាអ្នកផលិតទឹកស៊ីអ៊ីវទេមានជាតិខ្លាញ់លោកតាំងនិងកញ្ញាតាំងអ្នកមិនមែនជាខ្វាន់ទេតើទំនាក់ទំនងនោះតានតឹងខ្លាំងមែនទេខ្ញុំត្រូវសងវាវិញដោយរបៀបណាតើវាជាអ្វីទៅអ្នកនាយកប្រតិបត្តិហ៊ីវរបស់យើងពិតជាមានអ្វីប្លែកពីគេមែនខ្ញុំចូលចិត្តធ្វើជាមនុស្សអស់រយៈពេល10ឆ្នាំមកហើយស៊ីមខ្ញុំបានបែកពីជីដានោះរួចហើយខ្ញុំបានធ្វើវាហើយខ្ញុំមិនខ្លាចនឹងប្រាប់អ្នកទេគាត់បានប្រាប់ខ្ញុំអំពីអ្នករឿងអាក្រក់ជាច្រើនត្រូវបានគេនិយាយមែនហើយលោកហ៊ូការគ្រប់គ្រងដ៏រឹងមាំរបស់អ្នកក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបែបនេះវាហាក់ដូចជាពួកគេនឹងត្រូវចិញ្ចឹមពួកគេគាត់មិនមែនជាកូនឆ្កែរបស់ខ្ញុំទេផ្ទុយទៅវិញវាគឺជាខ្ញុំដែលជាឆ្កែចិញ្ចឹមរបស់គាត់
សូមអភ័យទោសខ្ញុំយឺតខ្ញុំនឹងត្រឡប់មកវិញពេលក្រោយខ្ញុំនឹងធ្វើឲ្យអ្នកឈរបែរមុខទៅជញ្ជាំងហើយគិតអំពីសកម្មភាពរបស់អ្នកស៊ូឈួនខ្ញុំពិតជាខ្វាក់ភ្នែកពីមុនមែនខ្ញុំលងស្នេហ៍អ្នកហើយមនុស្សកំណាច់ឲ្យកណ្ដោឲ្យឥឡូវខ្ញុំដឹងថាខ្ញុំមិនដែលដឹងទេពួកគេពូកែជាងអ្នកច្រើនដងខ្ញុំបានខ្លាចជាឆ្កែរបស់គាត់ដោយស្ម័គ្រចិត្តដោយស្តាប់តើអ្នកយល់ទេខាងអាវសៀវអាវអ្នកក៏ដូចគ្នាដែរសាកគិតមើលខ្លួនឯងមើលថាតើអ្នកជាមនុស្សបែបណាមិនអីទេឥឡូវនេះអ្នកមានឆន្ទៈក្នុងការគ្រប់គ្រងនិងជួយអ្នកអត់ទេហើយតើគាត់ជាមិត្តភក្តិរបស់លោកហ៊ូមែនទេពេលអ្នកត្រឡប់មកផ្ទះវិញអ្នកទើបតែគាត់និយាយតើអ្នកបានទូរស័ព្ទទៅលោកប្រធានាធិបតីហ៊ូអ្វីមួយទេលែងទៅខ្ញុំចង់ឮបន្ថែមទៀតអ្វីតើហ៊ូគូមានឈ្មោះអ្វីហ៊ូមីងជុនទេវាមិនមែនដូច្នោះទេវាធ្លាប់ត្រូវបានគេហៅថាបែបនោះកាលពីពេលមុនប្តីឲ្យហៅខ្ញុំម្ដងទៀតមកវាជាសំណួរវោហារសាស្ត្រមិនមែនជាសំណួរផ្ទាល់ទៅកាន់អ្នកទេហេតុអ្វីបានជាអ្នកវាជាកិច្ចព្រមព្រៀងមែនទេរូបថតរបស់អ្នកមានសីតុណ្ហភាព37អង្សាសេពេលវាមិននិយាយវាពិតជាគួរឲ្យស្រឡាញ់ណាស់ខាងអាវដែលមនុស្សគ្រប់គ្នាចូលចិត្តបានធ្វើបែបនេះសម្រាប់តែនារីដើមចាងអ្នកគួរតែផ្ដោតលើការប្រកួតប្រជែងគ្រូបង្វឹកនេះថេងអូខ្ញុំនឹងទៅភ្លាមខ្ញុំបានទៅក្លឹបហ៊្វេអូហើយបន្ទាប់មកទៀតខ្ញុំមិនបានចូលរួមពីមុនមកទេខ្ញុំចង់ធ្វើឲ្យវាសាមញ្ញសម្រាប់អ្នកគ្រូបង្វឹកលីវបានបរាជ័យក្រោមការណែនាំតែម្នាក់ឯងការអនុវត្តឲ្យខ្ញុំតាំងអាវក៏បានស្លាប់ដែរគ្រូបង្វឹកយ៉ាវខ្ញុំនឹងរងចាំមួយផ្លែតថេងអូកុំទាន់បិទទូរស័ព្ទខ្ញុំអីខ្ញុំគ្រាន់តែចង់និយាយលេងទេសួរពួកគេថាហេតុអ្វីបានជាគ្មាននរណាម្នាក់ក្នុងចំណោមអ្នកបានណែនាំខ្ញុំរួចហើយសៀវថាងឆើត្រូវបានបណ្តេញចេញពីក្រុមជម្រើសជាតិគ្រូបង្វឹកបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់មួយយើងមិនត្រូវបានអនុញ្ញាតឲ្យចង្អុលបង្ហាញទេបើមិនដូច្នោះទេអ្នកនឹងដកហូតយើងសមត្ថភាពបង្វឹករបស់គាត់ពិតជាអស្ចារ្យមែនខ្ញុំសុំទោសណាស់វាត្រូវតែជាពួកគេមានបញ្ហាអ្វីជាមួយចំណុចមាន់បាក់សីវាឈឺណាស់បងឈួនមិនអីទេមិនអីទេផ្នែកចុងក្រោយគឺជានាមត្រកូលស៊ូបងឈួនក្មេងល្ងងឲ្យត្រឡប់មកទីនេះវិញហើយធ្វើវាទៅអ្វីគ្មានអ្វីចម្លែកទេដែលគាត់មានឈ្មោះត្រកូលថាខ្ញុំសប្បាយគ្រប់គ្រាន់ហើយលែងចង់បានអ្នកទៀតហើយខ្ញុំចាំថាខ្ញុំគួរតែត្រឡប់មកវិញហើយរបងប្រុសនេះមិនមែនជាសម្រាមទេស្ថានីយកែច្នៃឡើងវិញសម្រាមឲ្យវាស្ថិតនៅក្នុងធុងសម្រាមរបស់គាត់រួចហើយតើខ្ញុំអាចល្អឥតខ្ចោះដោយរបៀបណានៅពេលដែលអ្នកទាំងអស់គ្នានៅទីនេះតើអ្នកពិតជាមានឆន្ទៈក្នុងការបំបែកពួកគេមែនទេអ្នកនៅតែមានមនុស្សអាក្រក់មនុស្សគួរឲ្យស្អប់ខ្ពើមហេតុអ្វីគ្រូបង្វឹកមិនគួរផ្ដល់ការណែនាំអ្នកមិនខ្លាចខ្ញុំលងនឹងល្បិចរបស់អ្នកទេគណៈកម្មាធិការខ្ញុំខ្លាចហើយឥឡូវនេះរៀបការជាមួយ Hugh Minh John គឺស្រវឹងរួចទៅហើយឥឡូវខ្ញុំលែងបារម្ភទៀតហើយតើខ្ញុំអាចធ្វើអ្វីបានទៀតដូច្នេះអ្នកគិតថា Hugh Minh John លុយអាចគ្រប់គ្រងក្បាលខ្ញុំបានតើខ្ញុំគួរទៅទេខ្ញុំនឹងប្រាប់អ្នកយកមនុស្សខ្លាចគាត់ប៉ុន្តែខ្ញុំមិនខ្លាចទេតើអ្នកដឹងទេមានពាក្យមួយឃ្លាថាឈរកាន់តែខ្ពស់ការដួលរំកាន់តែពិបាកមនុស្សនឹងដាក់ក្តីសង្ឃឹមលើវាកាន់តែច្រើនអ្នកមានតំណែងជាគ្រូបង្វឹកម្ដងទៀតហើយវាមិនមែនថាខ្ញុំមិនដឹងថាអ្នកមិនខ្លាចយកនោះទេមែនហើយប៉ុន្តែតើអ្នកមិនខ្លាចមតិសាធារណៈទេតើអ្នកកំពុងលេងសើចនឹងខ្ញុំមែនទេអ្នកហ៊ានលេងល្បិចកខ្វក់លើខ្ញុំមែនទេអញ្ចឹងឥឡូវនេះខ្ញុំគ្មានអ្វីទាំងអស់ខ្ញុំមិនខ្លាចបាត់បង់អ្នកទេមិនដូចអ្នកទេខ្ពស់នឹងមានឫទ្ធានុភាពពេញចិត្តតើអ្នកមានកង្វល់អ្វីខ្លះហើយតើកង្វល់អ្វីខ្លះសំខាន់ជាងគិតមើលឡើងវិញសៀវអ៊ូតាំងពីដឹងថាខ្លួនឯងគ្មានអ្វីសោះទោះបីជាអ្នកប្រើប្រាស់មតិសាធារណៈនឹងតើមានមនុស្សប៉ុន្មានអ្នកនឹងឈរក្បែរចុះរឿងនេះវិញអ្នកនឹងខ្ញុំសមរភូមិមួយនឹងការប្រយុទ្ធដោយផ្ទាល់ទូទាំងប្រទេសបើអ្នកឈ្នះនោះឈួនបងប្រុសខ្ញុំនឹងលើកបំរាមប្រសិនបើយើងចាញ់ខ្ញុំត្រូវតែអ្នកនឹងបាត់ខ្លួនខ្ញុំសន្យានឹងអ្នកគាត់បាននាំមកនូវភាពអាម៉ាស់ដល់ខ្លួនឯង
មិនអីទេបើដូច្នោះខ្ញុំនឹងឈួតមនុស្សរត់គេចខ្លួននៅទីនេះរហូតដល់ស្លាប់រចនាប័ទ្មលេងនឹងច្បាប់ជីវិតអតីតកាលរបស់ខ្ញុំភាពខុសគ្នានៃតម្លៃគឺធំពេកវាមិនអីទេជំនាញរបស់ខ្ញុំល្អឥតខ្ចោះខ្ញុំគិតថាខ្ញុំនឹងត្រឡប់ទៅវិញខ្ញុំត្រូវតែរកនរណាម្នាក់មិនថាមានរឿងអ្វីក៏ដោយការរៀនសូត្រតាមប្រព័ន្ធបង្វឹកមិនមែនជាចង់ឈ្នះរង្វាន់ធំមួយនៅក្នុងសន្និសីទចិនអឺរ៉ុបទំនងទេដែលមកុដនឹងត្រូវបានឈ្នះការវាយប្រហាររបស់លីសែងទៅលើលិនណៃមានតែជើងឯកពិភពលោកទេដែលមានសិទ្ធិវាយប្រហារកម្រិតរបស់គាត់ពិតជាមិនមែនរបស់ថែងទេខាងអាវបច្ចុប្បន្នមានចរិតក្រអឺតក្រទមជាងជាអកុសលការប្រុងប្រយ័ត្នគឺពិបាកណាស់គាត់បានលាក់បាំងសមត្ថភាពពិតរបស់គាត់តាំងពីយូរយារណាស់មកហើយអរគុណប្រយ័ត្នផងលោកគ្រូពេទ្យតើគោលបំណងនៃការសម្រាលកូនមិនមែនជាដើម្បីការពារបានជាវានៅតែច្រើនពេកទេខ្ញុំចិត្តស្លាប់ទៀតហើយគ្មានអ្វីទេសូមអភ័យទោសសូមអភ័យទោសខ្ញុំភ្លេចអ្វីដែលនៅពីក្រោយអ្នកប្រសិនបើអ្នករងរបួសសូមដោះសម្លៀកបំពាក់របស់អ្នកចេញជួយអ្នកឲ្យលេបថ្នាំហេតុអ្វីបានជាអ្នកចាក់ថ្នាំតើអ្នកពិតជាចង់សងសឹកមែនទេហេតុអ្វីបានជាអ្នកទទួលខុសត្រូវខ្ញុំឃើញអ្នកត្រូវគេវាយពេលខ្ញុំកំពុងបិទផ្លូវមែនទេតើអ្នកសប្បាយចិត្តទេបើអ្នកត្រូវគេវាយបើរឿងនេះកើតឡើងមែនតើខ្ញុំគួរសងសឹកអ្នកដោយរបៀបណាក្រៅពីនេះជាជាងធ្វើរឿងលំបាកនេះវាជាការប្រសើរជាងក្នុងការគិតគូររឿងឲ្យបានត្រឹមត្រូវជាជាងគ្រាន់តែចូលរួមក្នុងសន្និសីទចិនអឺរ៉ុបដោយជោគជ័យឈប់ធ្វើជាមនុស្សអាត្មានិយមបែបនេះទៅតើអ្នកណានឹងសោកសៅតើអ្នកអាចលេបថ្នាំឲ្យស្រាលជាងនេះបន្តិចបានទេខ្ញុំបានពិនិត្យហើយឥឡូវនេះទទួលបានវាគាត់គឺជាអ្នកឈ្នះ Grand Slam ជនជាតិចិនតែម្នាក់គាត់បានចូលរួមក្នុងការប្រកួតជាច្រើនមានបទពិសោធន៍ប្រកួតប្រជែងច្រើនណាស់ឥឡូវនេះខ្ញុំខ្លាចថាឈីឈួននឹងអាចណែនាំខ្ញុំបានម្ដងទៀតគាត់ជាមនុស្សតែម្នាក់គត់ដែលនៅសល់ប៉ុន្តែមនុស្សម្នាក់នេះអាចកំបាំងពេកគ្មាននរណាម្នាក់បានឃើញរូបរាងរបស់គាត់ទេមិនអាចទៅរួចទេសម្រាប់ពួកគេក្នុងការភ្ជាប់គ្នាខ្ញុំបានចង់វាហើយវាហាក់ដូចជាវាសនាប្រឆាំងនឹងខ្ញុំជំនួយការកើមានរឿងត្រូវធ្វើភ្លាមទៅធ្វើវាសម្រាប់ខ្ញុំមានរឿងអ្វីកើតឡើងខ្ញុំគិតថាខ្ញុំត្រូវបានគេបោកប្រាស់តើអ្នកអាចជួយខ្ញុំវិភាគរឿងនេះបានទេមានមនុស្សម្នាក់ដែលអះអាងថាខ្លួនជាជើងឯក Grand Slam ម្នាក់បាននិយាយថាវាអាចទៅរួចពួកគេបានបង្រៀនខ្ញុំលេងហុំព័ទ្ធដោយឥតគិតថ្លៃហើយខ្ញុំបានប្រញាប់ប្រញាល់ចូលទៅក្នុងក្លឹប Whale ហើយអ្នកនិយាយថារឿងដូចជាបែបនេះអាចកើតឡើងនៅទីនោះដោយរបៀបណាដូច្នេះតើអ្នកគិតថាគាត់កំពុងចង់បានអ្វីពីខ្ញុំកំពុងលេងហ្គេមបាញ់ប្រហារហើយខ្ញុំត្រូវបានប្រទេសវាប្រហារខ្ញុំគិតថាខ្ញុំត្រូវបានបណ្ដេញចេញពីក្រុមរួចហើយគាត់ច្បាស់ជាចង់បានសម្រស់របស់ខ្ញុំវាហាក់ដូចជាគាត់ចង់បណ្ដេញខ្ញុំចេញនៅទីតាំងក្រុមជម្រើសជាតិមើលខ្លួនឯងចុះអ្នកគឺជាមនុស្សម្នាក់វាហាក់ដូចជាលទ្ធភាពតែមួយគត់គឺថាគាត់កំពុងតាមរកខ្ញុំលុយពិតជាការបោកប្រាស់មែនសម្បត្តិនោះបានលុបអ្នកចេញកាំបិតរបស់អ្នកមានអំណាចជាងរបស់អ្នកមុខរបស់អ្នកនៅតែស្អាតតើអ្នកអាចយកវាចេញពីកាំបិតបានទេខ្ញុំបានដកប្រាក់100យន្តចេញពីហោប៉ៅរបស់ខ្ញុំបានលុបកម្មវិធី Merhill របស់អ្នកចេញហើយមាត់ពិតជាធំហើយភ្លឺណាស់ដូច្នេះអ្នកគ្មានលុយចាយហើយកំពុងស្វែងរកបើគ្មានអ្នកណាបង្រៀនអ្នកទេឥឡូវនេះអ្នកមានហើយមានមនុស្សដែលមានឆន្ទៈបង្រៀនអ្នកយ៉ាងងាយស្រួលបើអ្នកមិនខ្លាចទេតើអ្នកខ្លាចអ្វី Blade បានសរសេរអំពីគាត់មិនមែនអំពីខ្ញុំទេជាមនុស្សឆ្លាតនិងអស្ចារ្យមែនមីងអ្នកមិនសូវដូចខ្ញុំតតែសោះតើអ្នកកំពុងសរសើរខ្ញុំមែនទេចាំបន្តិចកូនប្រុសឲ្យខ្ញុំរកមិនឃើញទេបើកូននិយាយអំពីរឿងនេះខ្ញុំនឹងពិនិត្យមើលអ៊ីមែលនោះជូនអ្នកមើលអ្វីដែលខ្ញុំទើបតែធ្វើ
ខ្ញុំទៅតែផ្ញើអ៊ីមែលនោះទៅទូរស័ព្ទរបស់ខ្ញុំបានលុបកំណត់ត្រាដែលមិនអាចតាក់ទងខ្ញុំបានតើវាពិតទេចាំបន្តិចសិនខ្ញុំចង់បញ្ជាក់ជាមុនសិនអ្វីដែលត្រូវបញ្ជាក់អំពីអ្វីមួយគាត់ប្រហែលជាចូលចិត្តខ្ញុំដូចខ្ញុំឥឡូវនេះដែរអនុញ្ញាតឲ្យខ្ញុំខ្ញុំធ្លាប់ស្រមៃចង់បានអ្នករាប់មិនអស់រូបរាងរបស់គាត់ឥឡូវនេះពេលស្លៀកសម្លៀកបំពាក់របស់ខ្ញុំបានឃើញវាដោយផ្ទាល់ភ្នែកវាពិតជាស្រស់ស្អាតណាស់ខ្ញុំដឹងហើយថាខ្ញុំនឹងជួបអ្នកជំនាញនៅថ្ងៃស្អែកធំចៅវាយខ្ញុំមកហើយវាប្រហារខ្ញុំវាយប្រហារដោយផ្ទាល់ដោយមិនអើពើនឹងច្បាប់តើច្បាប់ត្រូវបានកំណត់សម្រាប់អ្នកទន់ខ្សោយមែនទេអ្នកខ្លាំងបង្កើតច្បាប់បច្ចេកទេសមិនល្អនិងក្តីមិនបត់បែនប្រសិនបើគ្រីរបស់អ្នកមិនរឹងមាំទេចូលចាប់ផ្ដើមឡើងវិញឧបករណ៍នីមួយទាំងនេះមានចលនាធ្វើ3ឈុត100ដងក្នុងមួយឈុតប៉ុន្តែទាំងនេះហាក់ដូចជាមិនមានអ្វីពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធទេតើវាជាទំនាក់ទំនងបែបណាខ្ញុំមិនចង់ធ្វើវាទេបើដូច្នោះមែនចូលយើងចាក់ចេញទៅមានតែ2នាក់នេះទេស្រីឆ្កេញីនោះនៅជាន់លើដោយមិននឹកស្មានដល់គាត់បានរកឃើញថាគាត់មិនខ្លាចអ្វីទាំងអស់ពួកម៉ាន់ជូខ្លាចការហាមឃាត់របស់អ្នកទោះបីជាគាត់មកជួយសង្គ្រោះគាត់ក៏ដោយក៏គាត់នៅតែសួរដដែលសូម្បីតែស្តេចស៊ូកូឡាស៊ីក៏នៅទីនេះដែរស្ត្រីនៅក្នុងក្លឹប Waltham វាកម្រណាស់ដែលអ្នកអាចរារាំងពួកគេដោយដៃនិងជើងរបស់អ្នកវាអាស្រ័យលើស្ថានភាពកុំបារម្ភអីវាកម្រកើតឡើងចំពោះខ្ញុំណាស់គាត់នៅតែអាចធ្វើឲ្យនរណាម្នាក់ពិការនៅក្នុងដៃរបស់គាត់គាត់នៅតែចង់ក្លាយជាវីរបុរសហើយជួយសង្គ្រោះក្មេងស្រីដែលកំពុងជួបទុក្ខលំបាកគ្នាមួយទល់នឹងមួយឈប់និយាយទៀតទៅតោះចាប់ផ្ដើមរហូតដល់97 98 99ជំពូកទី19និងទី8ត្រូវបានបញ្ចប់ជាស្ថាពរតើអ្នកគិតយ៉ាងណាចំពោះការផ្ដល់យោបល់របស់លោកហេវាពិតជាអស្ចារ្យណាស់ប៉ុន្តែខ្ញុំហត់នឿយខ្លាំងរហូតដល់យំមានរឿងអ្វីកើតឡើងហ៊ូមីងជុនហេតុអ្វីបានជាទូរស័ព្ទរបស់ខ្ញុំមិនដំណើរការនៅទីនេះខ្ញុំត្រូវរកគាត់ហើយសួរគាត់ថានាយកដ្ឋានណាហេតុអ្វីបានជាជំនាញរបស់អ្នកដៅល្អម្ល៉េះចេញពីទីនេះឥឡូវនេះអ្នកវាពិតជាអ្នកមែនដូចដែលសាររបស់ខ្ញុំបាននិយាយវាជាការពិតទាំងអស់អ្នកគ្រាន់តែសងសឹកខ្ញុំប៉ុណ្ណោះ
គាត់គ្មានចេតនាជួយខ្ញុំតតែសោះទេ Peach សូមអនុញ្ញាតឲ្យខ្ញុំពន្យល់តើមានការពន្យល់អ្វីខ្លះអំពីមូលហេតុដែលអ្នកចំអកឲ្យខ្ញុំលែងត្រូវការវាទៀតហើយខ្ញុំដឹងថាវាជាកំហុសរបស់ខ្ញុំផ្ទាល់មីងជុនចូលយើងលែងលះគ្នាអ្នកអាចរៀបការបានប្រសិនបើអ្នកឈ្នះលើ Huel អ្នកនឹងក្លាយជាជើងឯកបើមិនដូច្នោះទេអ្នកនឹងឈប់សម្រាកខ្ញុំចង់បង្ហាញអ្នកពីរបៀបដែលខ្ញុំទទួលបានវាខ្ញុំបានឈ្នះមេដាយមាសអូឡ িম্প ពិកនេះលោក Lloyding ប្រធាន Huel អ្នកទស្សនាទាំងឡាយនេះគឺជាហ៊ូគូហួរសូមស្វាគមន៍មកកាន់ការប្រកួតកីឡាអូឡ িম্প ពិកពេលមកដល់ទីលានប្រកួតខ្ញុំបានប្រកាសការប្រកួតកីឡាអូឡ িম্প ពិកចិនលើកទី29ការប្រកួតកីឡាអូឡ িম্প ពិកចាប់ផ្ដើមជាផ្លូវការមកចុះខ្ញុំប្រកាសថាហ្គេមនេះជាឈើឆ្កាងហើយ00បានឈ្នះការប្រកួតផលិតសញ្ញាអាលុយមីញ៉ូមពួកគេបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយជោគជ័យសូមអបអរសាទរផ្កាឈើឆ្កាងនេះអ្នកលេងដាវថេងហៅបានឈានទៅមុខដោយជោគជ័យនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្ញុំវាគ្រាន់តែជារបួសខាងក្រៅតិចតួចប៉ុណ្ណោះហេតុអ្វីបានជាអ្នកអូសខ្ញុំទៅមន្ទីរពេទ្យទេលោកហ៊ូខ្ញុំត្រូវតែលះបង់អ្នកគួរតែពិនិត្យរាងកាយទាំងមូលលោកហ៊ូមានតែពេលនោះទេទើបខ្ញុំអាចមានអារម្មណ៍ស្រួលអ្នកចូលចិត្តកញ្ញាថេងខ្លាំងណាស់ហេតុអ្វីអ្នកមិនប្រាប់នាងពីអ្វីដែលអ្នកកំពុងធ្វើតើអ្វីទៅជាកង្វល់របស់នាងលោកស្រីខ្ញុំគិតថាខ្ញុំបានទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយនាងគ្រាន់តែទៅទីនោះសម្រាប់ជាប្រយោជន៍របស់វាគិតទៅខ្ញុំពិតជាចង់ឈ្នះជើងឯកណាស់លោកហ៊ូតើអ្នកអាចបន្ទោសរឿងនេះដោយរបៀបណាវាជាអ្នកណាអ្នកគឺជាអ្នកដែលនិយាយវានៅពេលនោះភរិយារបស់អ្នកបានឈ្នះជើងឯកទេខ្ញុំមិនយល់ព្រមលែងលះនាងទេខ្ញុំត្រូវគិតរកដំណោះស្រាយឲ្យបានរហ័សអ្នកគួរតែជួយខ្ញុំគិតអំពីអ្វីដែលត្រូវធ្វើការប្រកួតបន្ទាប់របស់បងប្រុសឈួនគឺទល់នឹងកុំបារម្ភអីខាងហៅក្មេងពាលនោះខ្ញុំកំពុងគិតអំពីចន្លោះប្រហោងរបស់គាត់ប៉ុន្តែអ្នកមិនអាចយកឈ្នះគាត់បានទេតើអ្នកបានគិតអំពីដំណោះស្រាយហើយឬនៅតើពិតជាមានវិធីមែនទេទុកឲ្យខ្ញុំដោះស្រាយសិនចុះនាងគិតអស្ចារ្យណាស់ខ្ញុំសុខចិត្តយល់ព្រមគាត់បានប្រព្រឹត្តចំពោះអ្នកបែបនោះតើអ្នកគិតយ៉ាងណាដែរតើអ្នកកំពុងរំពឹងអ្វីសម្រាប់ជឿខ្ញុំចុះអ្នកនឹងឈ្នះបន្តទៅមុខទៀតតើវាយឺតពេលហើយឬនៅក្នុងការមកដល់ឥឡូវនេះរងចាំមើលសិនខ្ញុំមិនអាចទាយអ្នកបានទេយើងខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកមើលងាយខ្ញុំឡើយខ្ញុំសូមប្រកាសបើកការប្រកួតជាផ្លូវការ
អ្នកគួរតែរកមើលនេះសខ្ពស់លោកហេគាត់ហាក់ដូចជាខុសបន្តិចខ្ញុំសូមប្រកាសថាឈើឆ្កាងរៀងនេះនៅក្នុងការប្រកួតដាវហេស៊ូនស៊ូនបានឈ្នះពួកគេបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រដោយជោគជ័យភិកកុំធ្វើអ្វីដោយមិនប្រុងប្រយ័ត្នអីតើអ្នកកំពុងមើលអ្វីកុំចូលមកជិតទៀតបន្ទាប់មកស្ងប់ចិត្តជាមុនសិនអ្នកកុហកធំខ្ញុំមិនចង់ឃើញអ្នកទេពេលដល់វេនអ្នកហើយអ្នកក៏ចេញទៅខ្ញុំសារភាពថាខ្ញុំបានកុហកអ្នកខ្ញុំខុសហើយប៉ុន្តែនោះមិនមែនជាចិត្តណារបស់ខ្ញុំទេខ្ញុំមិនដែលគិតចង់រាយការណ៍វាទេខ្ញុំឆ្លើយតបទៅអ្នកព្រោះខ្ញុំគ្រាន់តែចង់ជួយអ្នកទោះបីជាលទ្ធផលនៅតែដែលក៏ដោយខ្ញុំគិតថាខ្ញុំសូមប្រាប់អ្នកថាទោះបីជាចំណាត់ថ្នាក់របស់អ្នកទាបក៏ដោយសូម្បីតែពេលនេះក៏ដោយខ្ញុំនឹងនៅតែស្រឡាញ់អ្នកព្រោះនៅក្នុងភ្នែករបស់ខ្ញុំអ្នកនឹងតែងតែពួកគេទាំងអស់សុទ្ធតែមានអំណាចបំផុតអ្នកចូលចិត្តផ្លែប៉េះពីអតីតកាលមែនទេតើត្រឹមត្រូវទេហើយផ្លែប៉េះដែលខ្ញុំចូលចិត្តគឺជាផ្លែពីអតីតកាលប៉ុន្តែឥឡូវនេះខ្ញុំស្រឡាញ់អ្នកច្រើនជាងឥឡូវនេះអ្នកមានភាពធន់ក្លាហានហើយមានការគិតឯករាជ្យចំណុចភ្លឺចែងចាំងមួយរបស់អ្នកគឺដូចជាភ្លឺចែងចាំងមកលើខ្ញុំដូចផ្កាយបានព្យាបាលរបួសអតីតកាលរបស់ខ្ញុំសញ្ញាសម្គាល់លើពីនេះទៅទៀតរឿងទាំងនេះអំពីការនៅជាមួយអ្នកនៅលើមេឃខ្ញុំបានរកឃើញថាខ្ញុំមិនត្រឹមតែមិនបានខ្ញុំស្អប់អ្នកកាន់តែខ្លាំងឡើងស្រឡាញ់អ្នកភិកខ្ញុំអាចលើកវាបានប្រសិនបើអ្នកចង់ជីវិតទាំងមូលរបស់អ្នកពិតជាមិនត្រូវទុកហ្គេមនេះចោលទេហេតុអ្វីបានជាអ្នកខឹងសម្បាចំពោះការប្រកួតប្រជែងខ្លាំងម្ល៉េះខ្ញុំមិនមានបំណងចង់ធ្វើអត្តឃាតទេបន្ទាប់មកហេតុអ្វីបានជាអ្នកនៅទីនេះឆាប់ចុះមកពីព្រោះជំនួយការកៅបានប្រាប់ខ្ញុំរួចហើយគាត់បាននិយាយថាវាជាគំនិតរបស់គាត់ទាំងអស់ដើម្បីសងសឹកខ្ញុំប៉ុន្តែអ្នកបានបដិសេធវាតើអ្នកល្ងងមែនទេហេតុអ្វីអ្នកធ្វើច្រើនយ៉ាងនេះដើម្បីខ្ញុំហើយនៅតែមិនឲ្យតម្លៃខ្ញុំនោះមិនមែនជាអ្វីដែលគួរត្រូវលើកឡើងនោះទេសារធាតុដោយវិធីនេះចលនាទាំងនោះដែលខ្ញុំបានបង្រៀនអ្នកត្រូវហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់វាអាចមានប្រយោជន៍ខ្លាំងណាស់នៅក្នុងគ្រាដ៏សំខាន់ខ្ញុំបានហាត់ហើយប៉ុន្តែវាគ្មានប្រយោជន៍ឥឡូវនេះទេវាយឺតពេកហើយនឹងមានឱកាសផ្សេងទៀតប៉ុន្តែខ្ញុំបានចាញ់រួចហើយតើរឿងនេះអាចកើតឡើងដោយរបៀបណាតើមានឱកាសទេលោកស្រីលោកហ៊ូមិនបានកុហកលោកស្រីទេយល់ទេមើលនេះលោកស្រីលោកហ៊ូមិនបានកុហកអ្នកទេអ្នកឃើញទេមើលនេះតើហ៊ីឆ្វាញ់ឆ្វិនបានប្រើថ្នាំបង្កើនសមត្ថភាពដែរឬទេមែនហើយភូតាំងគឺច្បាស់លាស់ហើយវានៅតែជាគ្រូបង្គោលវាជាការស្នើសុំរបស់គ្រូបង្វឹកលោកហ៊ូបានស្នើសុំឲ្យខ្ញុំតាក់ទងគណៈកម្មាធិការអូឡ িম্প ពិកទាំងអស់ត្រូវបានដាក់ជូនភូតាំងទើបតែពេលនេះយកបានការប្រកួតរបស់ហេស៊ូនស៊ូនត្រូវបានលក្ខណៈសម្បត្តិនិងការហាមឃាត់ទូទាំងប្រទេសលើលោកឆ្វិននិងឈីឆ្វេដូច្នេះខ្ញុំជាអ្នកដែលចូលរួមក្នុងការប្រកួតចុងក្រោយមែនទេដោយវិធីនេះលោកហ៊ូពួកចោរមួយចំនួនតូចនោះជនល្មើសបានសារភាពវាគឺជាឈីឆ្វេនិងហ៊ីឆ្វាញ់ឆ្វិនដែលបានទិញវាជនល្មើសបានបង្កបួសដល់មនុស្សហើយប៉ូលីសបានចាប់ពួកគេហើយនោះល្អហើយគាត់ពិតជាមិត្តអាក្រក់មែនដូច្នេះអ្វីដែលអ្នកត្រូវធ្វើបន្ទាប់គឺយើងត្រូវផ្ដោតលើការប្រកួតយល់ទេខាងអាវមិនថាអ្នកពូកែប៉ុណ្ណាទេអ្នកពួកគេនឹងមិនដែលជាគូប្រកួតរបស់ខ្ញុំឡើយមិនអីទេកុំគិតច្រើនពេកគ្រាន់តែចាត់ទុកវាដូចជាការប្រកួតធម្មតាមួយអាចមិនអីទេបាទចាស់សខ្ញុំនឹងធ្វើមានអ្វីខុសសម្លៀកបំពាក់ហ្វឹកហាត់និងសម្លៀកបំពាក់បំរុងរបស់ខ្ញុំពួកគេទាំងអស់ខូចហើយនេះចប់ទាំងស្រុងសូមស្វាគមន៍អត្តពលិកចិនថេងអូឡើងឆាក
សូមស្វាគមន៍អត្តពលិកចិន Tang Ao ឡើងឆាកបើអ្នកមិនលេងក្នុងរយៈពេល3នាទីទេនេះនឹងត្រូវបានចាត់ទុកថាជាការអនុវាទ3នាទីបានកន្លងផុតទៅខ្ញុំសូមប្រកាសថាផ្កាទាំង10ជុំនេះជើងឯកវគ្គផ្ដាច់ព្រាត់កីឡាហ៊ុមព័ទ្ធផ្សាយសហរដ្ឋអាមេរិកចាំមួយផ្លែតការមើលជាមុននៃវគ្គបន្ទាប់សូមអភ័យទោសខ្ញុំមានអ្វីដែលត្រូវធ្វើព្រះជាម្ចាស់ឲ្យທາງអាវនេះបានពន្យាពេលយើងហើយខ្ញុំដឹងថាគាត់ស្លៀកឯកសណ្ឋានអ្នកណានោះគឺជា Grand Slam តែមួយគត់នៅក្នុងប្រទេសចិនការប្រកួតប្រជែងដែលឧទ្ទិសដល់អ្នកឈ្នះតើគាត់ទទួលបានវាដោយរបៀបណាវាមិនមែនដូចជាយើងកំពុងឲ្យតម្លៃគ្នាទៅវិញទៅមកនោះទេមើលចុះທາງអាវមានសក្តានុពលខ្លាយជាដើម្បីខ្លាយជាជើងឯក Grand Slam បន្ទាប់រឿងព្រេងនិទាននៃព្រះដ៏អស្ចារ្យនោះលោកស្រីសូមបន្ថយសំឡេងចុះលោកហ៊ូឬខ្លាំងម្ល៉េះអនុញ្ញាតឲ្យខ្ញុំយើងនឹងពន្លឿនការបោះឆ្នោតឡើងវិញរបស់អ្នកខ្ញុំបានជួសជុលឯកសណ្ឋានការប្រកួតវាត្រូវបានផ្លាស់ប្ដូរហើយស្ត្រីនោះក៏ពាក់វាដែរតើអ្នកមានការណែនាំផ្សេងទៀតទេអ្នកជានាយកប្រតិបត្តិមែនទេពិតណាស់ខ្ញុំជានាយកប្រតិបត្តិអូននេះហើយប្រពន្ធបងខំប្រឹងឡើងប្រពន្ធបងបន្តវាទៅសម្រាមពីប្រទេសផ្កាដ៏ថោកទាបអ្នកមិនស័ក្តិសមនឹងចាប់ដៃខ្ញុំជាមួយនឹងសុជីវធម៌ជាមូលដ្ឋាននោះទេអ្នកមិនយល់ទាល់តែសោះខ្ញុំគិតថាអ្នកជាអ្នកដែលយល់អាក្រក់ជាងសម្រាមទៅទៀតខ្ញុំមិនដឹងថាអ្នកបានធ្វើអ្វីខ្លះនៅពីក្រោយឆាកប្រសិនបើអ្នកមានសមត្ថភាពខ្លាំងមែនចូលបង្ហាញសមត្ថភាពពិតរបស់អ្នកជាមួយនឹងល្បិចតូចតាចរបស់អ្នកខ្ញុំពិតជានឹងមានការប្រកួតប្រជែងដោយយុត្តិធម៌និងសមហេតុផលធ្វើឲ្យអ្នកជឿជាក់ទាំងស្រុងខ្ញុំនឹងបង្រៀនអ្នកពីអត្ថន័យរបស់វាក្នុងពេលបន្តិចទៀតពិតជាការអបអរសាទរដ៏ខ្លាំងក្លាមែនអូនសម្លាញ់ឲ្យបន្តដំណើរទៅមុខទៀតវាត្រូវបានប្រកាសថាការប្រកួតផ្ដាច់ព្រាត់អ្នកឈ្នះចុងក្រោយគឺខោហោម៉ាតាមដានក្បាលខ្ញុំផងខ្ញុំចង់ហេតុអ្វីបានជាត្រូវចេញទៅលាក់ខ្លួនមួយរយៈវាពិបាកណាស់តើអ្នកពិតជាចង់ឲ្យខ្ញុំខ្លាចជាស្រាមែនទេអូត្រូវហើយពិតជាមិនចាំបាច់ទេហេតុអ្វីបានជាអ្នកប្រញាប់ប្រាប់ប្រពន្ធរបស់អ្នកទៅណាទៅប្រពន្ធខ្ញុំរាងកាយខ្ញុំមានអារម្មណ៍មិនស្រួលខ្លួនហើយចង់ទៅជួបគ្រូពេទ្យមន្ទីរពេទ្យមែនទេមែនហើយវាត្រូវតែដូច្នោះមែននៅពីក្រោយបន្ទាប់ពីការប្រយុទ្ធចុងក្រោយខ្ញុំកំពុងឈឺក្បាលឥឡូវនេះដូច្នេះវាមិនល្អទេប្រពន្ធឲ្យអ្នកនិយាយច្រើនខ្ញុំកាន់តែខឹងវាជាណាស់ខ្ញុំត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ចូលយើងនិយាយអំពីវាម្ដងទៀតនៅពេលក្រោយឈប់បើអ្នកចង់ចាក់ចេញអ្នកអាចទុកអ្វីដែលអ្នកជំពាក់ខ្ញុំតើខ្ញុំគួរប្រគល់អ្វីឲ្យអ្នកវិញខ្ញុំមិនចាំថាអ្នកនៅតែជំពាក់ខ្ញុំទេចុះពិធីមង្គលការវិញភ្លេចហើយឬបើអ្នកមិនលែងលះខ្ញុំតើអ្នកណានឹងលែងលះខ្ញុំកំពុងលែងលះជាមួយអ្នកហើយយើងមិនរៀបការទេពិធីជប់លៀងមួយនឹងត្រូវចំអកប៉ាចង់បានពិធីមង្គលការបែបណាខ្ញុំគិតថាការតុបតែងនៅតែជារចនាផ្លោកខាងលិចពិធីមង្គលការរបស់អ្នកតើប្តីខ្ញុំកំពុងលាក់អ្វីតើគាត់មិនលាក់អ្វីទេ
អូនសម្លាញ់ថ្ងៃនេះដល់វេនអូនបង្រៀនកូនហើយកិច្ចការផ្ទះរបស់ទារកអ្នកបានហ្វឹកហាត់រយៈពេល2 ម៉ោងហើយសូមឲ្យខ្ញុំបង្រៀនអ្នកម្ដងទៀតមកចុះចូលយើងនិយាយអំពីវាP2 ខ្ញុំនឹងបង្រៀនអ្នកម្ដងទៀតម្ដងPPP ដូច្នេះវាឈប់នៅត្រង់នេះនាងជាខ្ញុំមានសំណួរមួយសម្រាប់អ្នករដូវផ្ការីកមកដល់ហើយតើរដូវផ្ការីកមានអត្រាប៉ុន្មាន probability 800 probability 800ឪពុកពេលធ្វើការហេតុអ្វីមិនទៅមុនម៉ោងតើអ្នកណាធ្វើការដោយមិនផ្លាស់ទីវាតែងតែជាអ្វីមួយឬគ្មានអ្វីទាំងអស់អ្នកគ្មានតម្លៃលើនេះទេម្ដាយរបស់អ្នកគ្មានតម្លៃទេតើម៉ាក់មានកម្ពស់1.7 ម៉ែត្រទេវាសមហេតុផលសម្រាប់ខ្ញុំក្នុងការលោតឡើងមិនខ្ពស់គ្រប់គ្រាន់សម្រាប់អ្នកលោតទេមានរឿងអ្វីកើតឡើងចំពោះប្រពន្ធខ្ញុំម្សិលមិញវាជាការប្រសើរក្នុងការទុកវាឲ្យអ្នកខ្ញុំមិនទាន់បានសិតសក់ឬដោះសម្លៀកបំពាក់ចេញនៅឡើយទេខ្ញុំមិនទាន់មានសម្លៀកបំពាក់នៅឡើយទេអូព្រះជាម្ចាស់ឲ្យខ្ញុំនឹងទៅឲ្យប្រគល់ការងារទាំងអស់ឲ្យអ្នកប៉ាធ្វើរួចហើយជាមួយការងាររបស់ប៉ាប្រញាប់ឡើងហើយលេងជាមួយខ្ញុំពេលខ្ញុំធ្វើកិច្ចការផ្ទះចប់ម៉ាក់អ្វីដែលកូនខ្វល់គឺលេងតើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំបង្រៀនអ្នកចប់មុនម៉ោងវាត្រូវបានធ្វើរួចប៉ុន្តែមានបញ្ហាប្រឈមថ្មីចម្លើយអាចរកបានដោយថតរូបសំណួរហើយស្វែងរកតាមអ៊ីនធឺណិតអនុញ្ញាតឲ្យខ្ញុំមើលរឿងនេះថ្ងៃនេះកូនស្រីខ្ញុំបានណែនាំរឿងនេះដល់ខ្ញុំបន្ទាប់ពីផ្លាស់ទៅរស់នៅកិច្ចការផ្ទះទាំងអស់នឹងត្រូវធ្វើអ្នកបានជួយនាំយើងចេញទៅលេងចូលទៅរកប្រពន្ធកូននិងកូនប្រុសរបស់អ្នកខ្ញុំអាចបង្រៀនអ្នកអំពីកិច្ចការផ្ទះរបស់អ្នក